បងស្រីគាត់ខមមិនថាគាត់ចង់ធ្វើបែបនេះដូចខ្ញុំន័យថាគាត់ឃើញខ្ញុំផុសរូបមាននំចុកឲ្យដាក់រូបខ្ញុំពីលើណាគាត់ចង់ធ្វើអញ្ចឹងហ្នឹងហើយឡើយវីដេអូនេះខ្ញុំមកឆ្លើយតបហើយក៏ធ្វើវីដេអូបង្ហាញគាត់តែម្ដងសម្រាប់បងប្អូនអ្នកនេះដែលចង់ចេះធ្វើបែបនេះហើយអត់ទាន់ចេះធ្វើបាទបន្ទាប់ពីមើលវីដេអូនេះចប់បងប្អូនខ្ញុំសុំតែម្យ៉ាងនេះគឺចុច like ចុច share ចុច follow ហើយនឹងចុច share ចែកលេខសញ្ញាប្រួយនៅខាងស្ដាំគេគឺរូបកោងចេះបើភាសាខ្មែរដាក់ថាចែករំលែកបើភាសាអង់គ្លេសគឺដាក់ថា share ចឹងចុចម្នាក់មួយទៅបាទឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាឥឡូវនេះដើម្បីកាត់រូបភាពបែបនោះបានយើងត្រូវចូលទៅក្នុង CapCut បាទចូលក្នុងកម្មវិធី CapCut ហ្នឹងមកបើសិនជាបងអត់ទាន់មានកម្មវិធីហ្នឹងទេបងអាចចូលទៅក្នុងនេះចូលទៅក្នុង App Store ឬក៏ Play Store ដើម្បីរកកម្មវិធីមួយហ្នឹងពេលចូលរកមកទៅសេអញ្ចឹងមកណាសេពាក្យថា CapCut គាត់ណាសេប៉ុណ្ណឹងវាចេញមកនេះ CapCut បាទសេប៉ុណ្ណឹងមកគឺវាចេញហើយនេះគឺវាចេញពាក្យថាឲ្យយើងដំឡើងភាសាខ្មែរណាបើភាសាអង់គ្លេសគេដាក់ថា get ឬក៏ install នេះ get ឬក៏ install តែខ្ញុំនេះវាចេញពី update ដោយសារអីខ្ញុំ download យកឲ្យតែវាឲ្យខ្ញុំ update តែខ្ញុំអត់ទាន់ update ទេបាទខ្ញុំទៅធ្វើវីដេអូជូនបងប្អូនសិនហ្នឹងហើយឥឡូវនេះបន្ទាប់ពីយើងដំឡើងកម្មវិធីនេះរួចរាល់យើងបើកមកថ្មីវាចេញចែកបាទចេញអញ្ចឹងយើងចុច skip ខាងលើនេះណាចុចកន្លែងនេះមកបាទបន្ទាប់មកចេញរូបរាងបែបនេះបងប្អូនមើលកន្លែងនេះនេះ new video កន្លែងញ៉ាលេខបូកណាចុចលើហ្នឹងមកបាទបន្ទាប់មកទៀតយើងចង់ធ្វើរូបអញ្ចឹងយើងចុចចូលកន្លែងរូបអូខេចុចចូលកន្លែងរូបមកឥឡូវយើងអូទៅរកនេះខ្ញុំមិនទៅរកឆ្ងាយទេបាទខ្ញុំនេះរូបនំបញ្ចុកដែលខ្ញុំធ្វើថ្ងៃមិញបាទចុចលើនេះអញ្ចឹងយករូបនំបញ្ចុកតែម្ដងដើម្បីឲ្យពួកគាត់ងាយមើលងាយយល់ម្ដងតែនេះបើសិនតែយើងអាចរើសខ្នាតបានបាទខ្នាតប៉ុណ្ណេះយើងផុសនៅក្នុង Facebook គឺល្មមហើយបាទមិនបាច់កែតម្រូវទៀតទេបាទបន្ទាប់ពីចេញមកប៉ុណ្ណឹងអាកតុយក្រោយនេះយើងលុបចោលទៅបាទយើងមិនបាច់លុបក៏បានព្រោះយើងធ្វើជារូបភាពទេបាទយើងគ្រាន់តែលុបឲ្យល្អមើលទៅហ្នឹងហើយអញ្ចឹងដល់កន្លែងនេះបានប៉ុណ្ណេះយើង add រូបទៀតដើម្បី add រូបបន្ថែមពីលើយកមកកាត់ដាក់ពីលើណាយើងត្រូវរកមើលពាក្យនេះគេដាក់ថាពាក្យ overlay មាននិមិត្តសញ្ញាបែបនេះបាទចុចលើហ្នឹងមកបាទចុចលើហ្នឹងមួយទៀតបាទបន្ទាប់មកយើងរករូបភាពណាមួយដើម្បីដាក់ពីលើណាអញ្ចឹងយករូបភាពមួយនេះបាទ add plot ចឹងមកអញ្ចឹងរូបចេញមកវាបាំងជេមើលឃើញទៅវាអត់ល្អឲ្យយល់ទេឃើញអត់វាអត់ស្អាតទេអញ្ចឹងដើម្បីកាត់រូបផ្ទៃ background អារូបខាងលើនេះចេញយើងត្រូវនេះយើងចូលមកជួរនេះទៀតដែរយើងអុសមកឆ្វេងបាទអុសមកទៀតអុសមកទៀតអុសមកឃើញពាក្យ remove bg មានថា background ណាមានរូបសញ្ញាបែបនេះបាទអញ្ចឹងចុចលើនឹងមកបន្ទាប់មកយើងយកអាឆ្វេងគេនេះបាទមកឃើញវាកាត់ដាច់ស្អាតអត់ដាច់ស្អាតថេងតែម្ដងណាបាទខាត់អញ្ចឹងយើងអាចសារ៉េតាមហ្នឹងមកបាទយើងចង់ដាក់ធំទូចយើងចង់សារ៉េមិននេះក៏បានចង់ដាក់ខាងនេះក៏បានខាងនេះក៏បានចង់ដាក់ក្តារចេះក៏បានអញ្ចឹងណាបាទឥឡូវខ្ញុំសារ៉េអានេះធំចេះតិចឲ្យមើលទៅឃើញវាកាន់តែស្អាតជាងហ្នឹងបាទសារ៉េយកប៉ុណ្ណេះអានេះខ្ញុំយកតូចជាងនេះតិចវាស្អាតទេអូខេដាក់ប៉ុណ្ណេះហ្មងណាអញ្ចឹងយកប៉ុណ្ណឹងបាទតម្រង់ខ្ញុំយកប៉ុណ្ណឹងពេលបានប៉ុណ្ណឹងហើយហ្នឹងគឺរួចរាល់ហើយណាបាទរួចរាល់ហើយអញ្ចឹងយើងចង់ដាក់និមិត្តសញ្ញាអីថែមទៀតក៏ដាក់ទៅបើអត់ទេគឺដាក់តែប៉ុណ្ណឹងទៅបាទប៉ុន្តែវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្ណឹងទេហើយយើងបើសិនជាវីដេអូគឺយើងចុច export តែបើអានេះជារូបភាពគឺដើម្បីបានរូបភាពយកទៅប្រើគឺយើងបើកពន្លឺអស់មកបាទរួចយើងចុច screenshot តែម្ដងទៅណាយើងថតអេក្រង់ណាបាទបន្ទាប់ពីបានអញ្ចឹងមកយើងកាត់វាអញ្ចឹងមកបាទកាត់ដូចខ្ញុំអញ្ចឹងមកបាទយើងកាត់តម្រឹមអញ្ចឹងមកអូខេយើងមើលមកបាទនៅខ្មៅលើទៅយើងកាត់ឲ្យស្អាតកាត់តិចទៀតមកបាទប៉ុណ្ណឹងគឺអូខេចុចរួចបានប៉ុណ្ណឹងចុចពាក្យនេះដាន់ហើយចុច save លើគេណាចុចពាក្យ save អូខេប៉ុណ្ណឹងរួចរាល់យើងអូសចោលមករួចយើងទៅបើកកន្លែងរូបភាពបើកកន្លែងរូបភាពយើងនឹងឃើញនេះបាទនេះគឺជារូបភាពដែលយើងបានកាត់មាញ់ស្អាតទេបងប្អូន lần á
យើងកាត់បានហើយបើសិនតែយើងចង់កែតម្រូវអីថែមទៀតបាននៅលើអក្សរ iPhone គឺវាមានຂະຫນាតច្រើនទៀតចុចលើនេះមកយើងអាចមើលຂະຫນាតបានមកគោកទៀតបាទតែចឹងមកនេះຂະຫນាតមកគោកទៀតយើងចង់រើសຂະຫນាតមិនទៀតក៏បានដែរតែខ្ញុំអត់ដឹងយកតែប៉ុណ្ណឹងឯងបាទហ្នឹងហើយហើយភាពយើងគឺមានប៉ុណ្ណឹងបងប្អូនឆ្ងល់អីអាច comment សួរថែមទៀតបានហើយនេះគឺជាសមិទ្ធផលដែលយើងអាចធ្វើមុននេះបានឥឡូវបានរួចរាល់ហើយអញ្ចឹងកុំភ្លេចណាចុច share ផង